Modern genetic studies have revealed that Cambodians carry mitochondrial haplogroup. អូគេនិយាយគេចាប់ដើមនិយាយថាឈាមយើងមានអីពិសេសធម្មតាខ្មែរពេលយើងហៅថាឈាមជ័រជាខ្មែរហើយម្ដងយើងអត់ដឹងដែរបើយើងខិតនិយាយអញ្ចឹងឲ្យគិតថាខ្លួនពិសេសជួយស្មារតីជាតិឬស្មារតីខ្លួនឯងប៉ុន្តែនេះគឺ science គេពងនិយាយឥឡូវថាវាមានអីខុសប្លែកជាងសារដទៃមកតាមដានទៅទៀត Like M59, គេពងនិយាយ M69, and M78 that are not just rare, but ancient. គេថាមាននៅក្នុង DNA ដែលខ្ញុំនិយាយមុនហ្នឹងមាន M59 M69 M78 ដែលខុសប្លែកជាងសារដទៃឬអញ្ចឹងឈាមយើងពិសេសមែនយើងមិនតែគ្រាន់តែនិយាយថាឈាមជ័រពិសេសគឺ គេតាមដាន scientist ថាអញ្ចឹងមកគេថាអីទៀត These lineages are direct